ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះប្រាំចត្រាមកពីក្រុម SX3 ថ្ងៃនេះខ្ញុំបង្ហាញកូដC3 UI ជាមួយនឹង form របស់ student អញ្ចឹងមុននឹងខ្ញុំឈានដល់ការ run ខ្ញុំធ្វើការបង្ហាញកូដសិនដែលនៅកន្លែងនេះគឺជាកូដដែលខ្ញុំបានចងចូលគ្នាទាំងអស់នៃ form student ខ្ញុំអញ្ចឹងមុននឹងខ្ញុំ run form ខ្ញុំធ្វើការ test ទាំងអស់ហ្នឹងឲ្យមើលសិនអញ្ចឹងខ្ញុំធ្វើការ run វាមកខ្ញុំ add new student ដោយខ្ញុំធ្វើការវាយសិនអូខេបន្ទាប់មកយើងធ្វើការ choose photo ដែលយើងចុចប៊ូតុងនេះគឺ photo ដែលយើង choose បានចូលមកអញ្ចឹងខ្ញុំធ្វើការ add student សិនអូខេតន្ន័យយើងបាន load ចូលមកគ្រប់សពហើយអញ្ចឹងបន្ទាប់ពីហើយខ្ញុំត្រូវការ test ប៊ូតុង clear field របស់ខ្ញុំពេលខ្ញុំ test ប៊ូតុង clear field ហើយនៅកន្លែងនេះគឺបាត់តន្ន័យទាំងអស់អញ្ចឹងវីដេអូខ្ញុំមកដល់ទីបញ្ចប់អរគុណលោកគ្រូ